បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងសេងលីហើយបច្ចុប្បន្នគឺខ្ញុំជានិស្សិតរៀននៅជំនាញជាសាស្ត្រដំណាំហើយខ្ញុំរៀននៅក្នុងជាស្ថានបច្ចេកជាកំពង់ស្ពឺហើយឆ្នាំនេះគឺខ្ញុំជាឆ្នាំទី2ហើយជាបញ្ញត្តិបត្ររងអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់នាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនានៅចំការពោតហើយដោយសារតែខ្ញុំសង្កេតឃើញថាមានពោតខ្លះគឺត្រូវបានដកផ្កាចេញហើយពោតខ្លះគឺអត់ត្រូវបានដកផ្កាទេអញ្ចឹងយើងចង់ដឹងថាតើគេធ្វើហ្នឹងគឺដើម្បីអីគេអញ្ចឹងយើងទៅជួបជាមួយនឹងលោកគ្រូទាំងអស់គ្នាពិសូលគ្រូបាទលោកគ្រូខ្ញុំឃើញថានៅក្នុងចង្ការនេះគឺមានដើមខ្លះអត់មានផ្កាហើយមានដើមខ្លះមានផ្កាទៅការដាំពោតហ្នឹងគឺដាំរបៀបមិនដែរលោកគ្រូបាទអានេះគឺយើងដាំតេស្តសាកល្បងនៃការផលិតគ្រាប់ពូជកូនប្រកាត់ពោតដំណើបបាទដោយសារតែនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺយើងស្រាវជ្រាវទៅលើពូជពោតដំណើបមកប្រហែលជា 3-4 ឆ្នាំហើយអញ្ចឹងនៅក្នុងនោះគឺបច្ចុប្បន្នយើងបានអភិវឌ្ឍពូជសុទ្ធហើយអញ្ចឹងមានន័យថាពូជសុទ្ធហ្នឹងយើងប្រើជាមេបាបាទជាមេបាក្នុងការអភិវឌ្ឍពូជកូនប្រកាត់បាទអញ្ចឹងដែលយើងសង្កេតឃើញណាជួរមកជាហៀងឃើញមានផ្កាឈ្មោលនៅខាងលើខាងលើគេហៅផ្កាឈ្មោលបាទហើយស្នៀតរបស់វានេះអាហ្នឹងគេហៅថាផ្កាញីស្នៀតវាផ្កាញីបាទអញ្ចឹងនៅក្នុងករណីដែលយើងធ្វើការផលិតពូជកូនប្រកាត់អញ្ចឹងគេត្រូវការមេបា2ណាអញ្ចឹងមេបាមួយយើងប្រើជាបាអញ្ចឹងប្រើជាបាយើងដាំវាមកជួរទៅទុកផ្កាឈ្មោលរបស់វាធម្មតាបាទហើយ4ជួរកដាលបន្ទាប់ទៀតគឺយើងដាំពូជដែលយើងប្រើជាមេអញ្ចឹងពូជប្រើជាមេយើងអត់ត្រូវការផ្កាឈ្មោលទេអញ្ចឹងនៅពេលដែលដើមវាកំពុងតែផ្កាឈ្មោលកំពុងតែក្រពុំអត់តរីកទេណាគឺយើងចាប់តាមដកផ្កាឈ្មោលចេញទាំងអស់វាដូចជាការគ្រាវលំអងអញ្ចឹងបាទអញ្ចឹងចុងក្រោយនៅពេលដែលអស់ផ្កាឈ្មោលទៅសួរថាធ្វើម៉េចឲ្យវាជាប់គ្រាប់អញ្ចឹងវាជាប់គ្រាប់ចេញពីណាចេញពីជួរខាងដែលយើងប្រើជាដើមបាដែលយើងប្រើផ្កាឈ្មោលរបស់វានឹងហោះលំអង100លើស្នៀតរបស់វានេះអញ្ចឹងតសៃវាមកតសៃនេះគឺស្មើនឹងមួយគ្រាប់បាទស្មើនឹងមួយគ្រាប់តសៃស្មើនឹងមួយគ្រាប់បាទអញ្ចឹងតើតែទទួលបានការលំអមានថាការបង្កាត់លំអងចេញពីអាកេសររបស់វានោះទើបអានឹងជាប់គ្រាប់ណាបាទអញ្ចឹងមានន័យថានៅពេលដែលគ្រាប់ដែលវាជាប់គឺជាគ្រាប់ដែលកើតឡើងពីការបង្កាត់រវាងដើមមេដើមបាជាមួយនឹងដើមមេបាទអញ្ចឹងគ្រាប់ហ្នឹងគឺគ្រាប់កូនបង្កាត់ដែលគេយកទៅលក់លើទីផ្សារហ្នឹងហើយអញ្ចឹងក្រោយពីបង្កាត់ជាប់ហើយពោតហ្នឹងគឺបង្កាត់អាចជាអាយុប្រហែលថ្ងៃដែរលោកគ្រូជាទូទៅនៅពេលដែលយើងដំណាក់កាលដែលវាចេញផ្កា 50% ហើយយើងរាប់ចេញពីហ្នឹងទៅប្រហែលខ្ទង់30ថ្ងៃបាទ30ថ្ងៃជាងអីគឺយើងមើលថាស្នៀតរបស់វានេះសបករបស់វាហ្នឹងបដូរពណ៌ទៅជាពណ៌គេហៅថាពណ៌ត្នោតណាពណ៌ត្នោតរៀងស្ងួតហើយគឺយើងអាចចាប់ដើមកាច់បកហាលសម្ងួតបានហើយនៅក្នុងនៅពេលដែលយើងសម្ងួតធ្វើម៉េចឲ្យសំណើមរបស់វានៅសល់ក្រោម 12% ព្រោះឯក្រោម 12% វាអាចរក្សាទុកបានយូរណាបាទអញ្ចឹងគ្រាប់ដែលយើងបានហ្នឹងយើងអាចយកគ្រាប់ហ្នឹងជាគ្រាប់កូនប្រកាត់ថ្មីហ្នឹងយកទៅដាំតេស្តធៀបជាមួយពូជទីផ្សារនៅតាមតំបន់ផ្សេងៗអញ្ចឹងទៅអញ្ចឹងក្រោយពីយើងដាំតេស្តហើយបានយើងលក់នៅលើទីផ្សារអញ្ចឹងមែនគ្រូបាទបច្ចុប្បន្ននេះយើងកំពុងតែតំណងជជែកជាមួយខាងក្រុមហ៊ុនគ្រាប់ពូជមានន័យថានៅពេលដែលយើងផលិតពូជមេបាបានហើយចាប់គូទៅយើងបានវាតម្លៃថាកូនប្រកាត់របស់យើងមួយនេះវាល្អលេចធ្លោជាមួយទីផ្សារមានន័យថាបើបាយជាមួយពូជទីផ្សារយើងនឹងឲ្យក្រុមហ៊ុនហ្នឹងគឺជជែកកិច្ចសន្យាគ្នាដើម្បីយកមេបារបស់យើងយកទៅផលិតបន្តក្នុងបរិមាណទ្រង់ទ្រាយធំអាចលក់បញ្ចេញទៅតាមដេប៉ូតាមកសិករនៅតាមខេត្តផ្សេងបានណាបាទអាហ្នឹងគឺជាគោលដៅរបស់យើងអញ្ចឹងមានថាបច្ចុប្បន្នគឺយើងកំពុងតែអភិវឌ្ឍពូជនេះក្រោយពីជោគជ័យគឺនៅស្រុកខ្មែរគឺអាចនឹងមានពូជពោតដែលលក់នៅក្នុងស្រុកហើយបាទហ្នឹងហើយគ្រូចំពោះនៅក្នុងចការនេះលោកគ្រូដាំប្រមាណពូជដែរលោកគ្រូបច្ចុប្បន្ននេះយើងសាកល្បងផលិត4ពូជបាទអញ្ចឹងគឺខាងនេះផ្កាឈ្មោលហ្នឹងគឺពូជដែលយើងប្រកាសចេញពីក្រុមវាគឺយើងឲ្យឈ្មោះថា VP បាទតាំង VP បាទនេះថាអាណាឈរដែលអត់ដកផ្កាហ្នឹងគឺជាពូជនឹងសុទ្ធមែនបាទគឺ VP ទាំងអស់ក្រុម VP ដែលយើងប្រើជាបាអញ្ចឹងអាជួរនេះក៏ VP អាជួរនោះក៏ VP ដែរដែលយើងតាំងកូដវាអញ្ចឹងគឺតែមួយពូជទេព្រួយតែយើងប្រើបាហ្នឹងច្រើនពូជធ្វើឲ្យលំអងហ្នឹងចម្រោះលោកឡំខូចបាត់ហើយគឺយើងអត់អាចផលិតពូជកូនប្រកាត់ដែលសុទ្ធល្អបានទេណាបាទអញ្ចឹងគឺយើងប្រើ VP ហើយបន្ទាប់មកគឺមេនេះយើងប្រើ4ពូជមេយើងអាចប្រើច្រើនបានអញ្ចឹង4ពូជនេះមានថា4ជួរនេះ
cứ xiên ăn tế lấy câu đập buồn nè bạn để dương khơi này bạn vẫn cà chua vào với dương chi đỏ hỡi và to mau tiết anh ấy cứ chua rồi bao hay kể rồi bao VP để dương prao chia bà cà chua dương tục anh ấy cứ xiên ăn tế đấy tay lấy câu mà phay bầm bờ giống như là cái này khóc nia thì tuột từ lơ mê mùi giống á bạn để sao sát crom từ mùi đấy bạn anh ấy VP được cái này hay anh ấy cứ P thì ăn P thì ăn cứ riêng tàu chừng kê tích mình đào không biết tàu chừng kê tích bàn tay fly phao vía riêng với anh tay sẽ đuổi này bạn với anh sẽ đuổi đôi một chôn liền sẽ điên mà chôn liền ảnh có dương xả là bòn đá bạn hơi ở to mau tiết cứ BE bạn anh ấy BE để dương prao chia mê đáy cái dương đọ ca chmố ta anh ấy bị tranh ca trên chừng kê tích tranh ca cội chừng kê tích chẳng cứ đào không biết riêng thum thum lo đấy chẳng dương thử rung trăm mới tha nó biết để ban cro mà hơi bạn nó biết để ban cro mà hơi tới buôn pui nó nghe nó biết để dương vô từ theo cho mỗi pui tiếp xa nơi tam bờ đà khai xem chứ thì cùng rung để dương tiêm tay hắn cho miên nơi hàng cặp phồng spur dương đi cặp phồng thốn hai lần cả đà chẳng thả tới pui na muối đấy vì lịch lô và sáu ai phải chơi cho mỗi pui tiếp xa bàn chẳng các bạn là kêu mới tiết chấm pui để là kêu đam khó kia nứng bây đây làm on như pra làm on tại mua vô mà bạc cát nứng tao phái có việc khó kia tại tam nứng đứa gọi riêng kia là kêu cho phục fly để cao trên nơi chợ non khói việc sài từ lơ mê ba đồng pì nè bắt tại ba để dương prao từ mũi mền còn tay mê prao khóc nia mày này chẳng lẽ cái này để lịch trình lớn có khóc nia đây bạn giống mình dương trong bài thử và cát bạn nâng hái vô vi tầm lầy để mơ rục riêng côn chợ non khói để trên máu nó côn và cát nó thay vì cầm rạch nè hái nó để vi tầm lấy đôi ban chùm riệp pi kháng đau chẳng dương ở đam mà đi sót tại anh man thế mình đã pu thay phải với mình đam sót anh mơ ban để cứ như thời ca đam thêm cho mũi tiếp xa bạn pu tiếp xa đây cả con dùng đam chẳng to đây dương phải chén phải đom và son hợp hai mũi tiếp xa tới pu phải dương tranh tới cả con quạt ạch pra bàn rồi đấy và pu phải dương ở bên là cái nào bị say ai phong tơ đập pháo có tiêm chẳng tiếp xa hai cái rô chết có tranh tiếp xa chẳng cứ pu những có từ một ruồi đầy chẳng bạnคือสมอคนดอลล์รูปครั้งแต่ละบ้านใจมันเลยจำปีจะเนี่ยดังแต่ต้นแต่นึงพูดโกนมากัดนี่